បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះមកតែងមេត្រុបឲ្យបងប្អូនទាំងអស់គ្នាមើលម្ដងបាទគេថាចង់ឲ្យត្រុបផ្លែច្រើនយើងទៅការតែងមេឃវាមិនតែងមេឃទេតែងស្លឹកវាអញ្ចឹងណាតែងស្លឹកវាក្រងប្រមឲ្យអស់ដើម្បីឲ្យវាផ្លែច្រើនព្រោះថាចង់បានផ្លែយើងទៅកាត់ស្លឹកវាចេញតែចង់បានផ្កាច្រើនយើងមិនដឹងតែងស្អីទេអញ្ចឹងណាហើយខ្ញុំទៅកាត់ត្រុបហ្នឹងគឺត្រុបស្រួយទេបងប្អូនកាត់ស្លឹកវាក្រងចូលអស់ដើម្បីឲ្យវាស្លាស់ទៅឲ្យវាផ្លែវាមកច្រើនអញ្ចឹងណាកាលណាទុកស្លឹកច្រើនពេកវាដល់អាហារទៅដល់លើវាដល់អញ្ចឹងណាអញ្ចឹងផ្លែវាតិចដូច្នេះហើយយើងត្រូវតែងមេឃវាឬស្លឹកវាក្រងនឹងឲ្យវាស្អាតដើម្បីឲ្យវាស្លាស់អញ្ចឹងណាហើយផ្លែវាក៏កាន់តែច្រើនកាន់តែឆ្លោះអញ្ចឹងណាបងប្អូនធ្លាប់តែងមេឃត្រុបអញ្ចឹងឬក៏តែងស្លឹកត្រុបបានផលច្រើនកុំភ្លេចជួយ comment ខាងក្រោមវីដេអូនេះឲ្យខ្ញុំមើលផងអញ្ចឹងណាដើម្បីខ្ញុំយកគំរូតាមដើម្បីខ្ញុំអនុវត្តផ្ទាល់ហើយចុងក្រោយកុំភ្លេចជួយ like និង follow page ម្នាក់មួយផងបងប្អូនបាទសូមអរគុណសម្រាប់ការតាមដានវីដេអូនេះ